ទៀតគឺយើងប្រហែលជានាំចេញ 90% តាមមើល ចាអូឥឡូវនេះយើងនៅលក់នៅក្នុងស្រុកនៅឡើយលក់ក្នុងស្រុកសិនដោយសារអីយើងមិនទាន់នាំចេញទេព្រោះបើយើងមើលឃើញទៅថាច្រើននេះប៉ុន្តែវាមិនជាច្រើនប្រហែលជា100ជាងតោនស្វាយបាទអូ100ជាងតោនចាច្រើនមែនតើច្រើនប៉ុន្តែយើងមិនទាន់នាំចេញទេចានេះខ្ញុំចង់ឲ្យលោកពូជំរាបជូនពីការងារមួយចំនួនពាក់ព័ន្ធទៅនឹងដំណាំស្វាយនឹងបន្តិចនៅពេលដែលយើងដាក់ដាំដុះកាលនោះលោកពូបានជំរាបជូនហើយពីពិធីសាស្ត្រដាំដុះហើយការដាំដុះរបស់យើងមិនមែនយកកូនមកដាំទេយើងយកកូនមកយើងតមែករវាងស្វាយពូជមួយទៅស្វាយពូជមួយទៀតចាអញ្ចឹងលោកពូរំលឹកកន្លែងហ្នឹងបន្តិចទៅដើម្បីឲ្យលោកអ្នកបានជ្រាបថានេះផលបានមកអញ្ចឹងគឺគេធ្វើយ៉ាងម៉េចចាការដែលធ្វើនេះគឺថាខ្ញុំឃើញប្រជាជនមួយចំនួនគាត់ឃើញក្នុងទូទួលគាត់អាចកាត់យកទៅបំបៅឲ្យបានអញ្ចឹងទៅប៉ុន្តែវាមិនមែនជាពាណិជ្ជកម្មទេយើងអាចធ្វើបានប៉ុន្តែគ្រាន់ថាវាអត់ច្រើនដោយសារតែខ្វះបច្ចេកទេសបាទអញ្ចឹងហើយបានជាខ្ញុំបើកសាលាបង្រៀនដើម្បីឲ្យគាត់ចេះបច្ចេកទេសសាលាបង្រៀននៅខាងមុខនេះបាទកំពុងតែដំណើរការចំពោះលោកគ្រូដែលគាត់អញ្ជើញមកបង្ហាត់បង្រៀនហ្នឹងយើងអញ្ជើញពីខាងណាម្ដងចំពោះគ្រូគឺយើងយកគ្រូដែលអនុវត្តផ្ទាល់នៅទីនេះហើយសាលានេះគឺយើងហៅថាទ្រឹស្ដីតែ20ទៅ25%ទេអនុវត្តផ្ទាល់70ទៅ75%ដោយសារអីគឺយើងគ្រប់ដំណាំទាំងកស៊ូឈើហូបផ្លែសាវម៉ាវតារ៉េនមខុដនិងស្វាយនៅទីនេះបើនិយាយដោយឡែកស្វាយនៅទីនេះគឺយើងឲ្យមកអនុវត្តផ្ទាល់ការពិតយើងបង្រៀនគូក្តារខៀនអីតែ20ទៅ25%ទេចាមានន័យរៀនទ្រឹស្ដី20ទៅ25%ហើយចំណែកឯការអនុវត្តគឺ70ទៅ80%ចាអញ្ចឹងការងារដែលយើងអនុវត្តបានច្រើនគឺយើងងាយស្រួលក្នុងការយល់ហើយអ្វីដែលលោកអ្នកបានឃើញនេះគឺយើងបង្ហាញជូនចំពោះពូជស្វាយដែលនាំចូលមកពីបរទេសគឺពូជស្វាយដែលមានឈ្មោះថាហៃវិនចាឥឡូវការប្រមូលផលក៏ចេះតែប្រមូលជាបន្តដោយសារតែថ្ងៃនេះលោកពូនឹងមីងចាំលោកបានអញ្ជើញចូលរួមទាំងពីររូបជាមោទនៈទោះជារវល់យ៉ាងម៉េចការងារមីងយ៉ាងម៉េចគាត់នៅតែអញ្ជើញចូលរួមចាដោយគោលបំណងចង់ចែករំលែកនៅបទពិសោធន៍ចាឥឡូវនេះសូមលោកពូមានប្រសាសន៍បន្តការពិតទៅគ្រប់រុក្ខជាតិទាំងអស់គឺការថែទាំទី1ដែលគេមិនធ្វើនោះគឺថាគេមិនសូវគិតពីពូជពីជីទឹកអីចឹងឯងប៉ុន្តែដើម្បីឲ្យទទួលបានផលអញ្ចឹងគឺយើងត្រូវតែទី1យើងគិតពីពូជសិនពូជហើយជីហើយទឹកហើយសួរថាជីបើយើងដាក់ជីគីមីទីផ្សារគេមិនទទួលទិញទេផ្សារអន្តរជាតិគឺជីដែលយើងឃើញតយោនោះគឺតយោយើងបូមលិមួកជ្រូកដែលសល់ពីយើងធ្វើអគិសនីហើយវាសល់ទឹកមកយើងដាក់ចូលនៅទំនប់ខាងលើនោះយើងបង្ហូរទឹកហ្នឹងចូល3ថ្ងៃម្ដងអញ្ចឹងគឺការថែទាំពូជទឹកជីសំខាន់ទៀតគឺយើងចេះកាត់មែកវាទៀតយើងឃើញស្វាយនេះគឺថាកម្មករជារៀងរាល់7ថ្ងៃដើរជុំកាត់មែកវាបាទចំពោះស្វាយនេះការដែលក្មួយបានមកយកព័ត៌មានពីកម្មវិធីលើកមុននោះលោកពូបានកាត់តាក់តែងមែកឲ្យលោកអ្នកបានឃើញប៉ុន្តែនោះយើងអត់ទុកឲ្យផ្លែយើងអត់ទុកឲ្យផ្លែទេអញ្ចឹងបានន័យថានៅពេលដែលយើងចាប់ផ្ដើមដាំស្វាយនេះគឺវាចាប់ផ្ដើមពង្រឹងខ្លួនរបស់វាចាប់ផ្ដើមលូតលាស់ត្រួយផ្កាស្លឹកអីអញ្ចឹងណាអញ្ចឹងចំពោះការកាត់លើកទី1ចេញហ្នឹងតើគោលបំណងយ៉ាងម៉េចដែរបើយើងមិនកាត់លើកទី1ចេញទេវាអត់បែកដូចចឹងឯងវាចេះទៅលើសំខាន់គ្រប់ការកាត់ទាំងអស់គឺកាត់លើកទី1គេកាត់ដើម្បីឲ្យបែកមែកឲ្យវាទៀបដល់កាត់លើកទី2គឺខ្ញុំនិយាយមុនប្រមូលផលសិនគេកាត់កុំឲ្យថ្ងៃបាំងផ្លែដល់ថ្ងៃនេះគេកាត់ស្លឹកចេញដើម្បីកុំឲ្យថ្ងៃបាំងផ្លែដល់ថ្ងៃបាំងផ្លែវាអត់ក្រហមទេនេះឃើញវាខៀវឯងបាទកន្លែងណាអត់ត្រូវថ្ងៃខៀវនេះបាទនេះអាណាដែលបាំងអញ្ចឹងគេកាត់វាបាទធ្វើម៉េចឲ្យស្វាយត្រូវពលឺថ្ងៃហើយដល់ត្រូវពលឺថ្ងៃវាអត់មានមេរោគអីកាន់ផងហើយវាក្រហមផងស្វាយវាត្រូវការក្រហមអញ្ចឹងបើមិនត្រូវពលឺថ្ងៃទេស្វាយនឹងអត់ក្រហមទេហើយវាសម្រាប់មេរោគទៀតគឺថាដើម្បីកុំឲ្យមេរោគទុំវាគេធ្វើយ៉ាងម៉េចឲ្យវាត្រូវពលឺថ្ងៃឲ្យកុំឲ្យស្លឹកបាំងហើយគេអត់ស្ដាយស្លឹកដូចយើងប្រជាជនគាត់ដាំស្វាយទុកស៊ុបទ្រុបឯងអានេះគេអត់ស្ដាយត្រូវតែកាត់ហើយដល់ពេលប្រមូលផលហើយអស់កាត់មែកទៀតហើយមែកមិនមែនកាត់ចោលទេគេកាត់មែកយកធ្វើពូជទៀតបន្តិចទៀតយើងនឹងឃើញថាយើងបដោះពូជត្រៀមប្រហែលជា150,000ដើមហើយស្រេចដើម្បីអីក្រោយពីប្រមូលផលនេះហើយយើងកាត់មែកហ្នឹងយកទៅបន្តពូជបាទហើយបន្តពូជហ្នឹងគិតថាប្រជាជនគាត់កាត់មែកបោះចោលដល់យើងនេះអត់កាត់មែកបោះចោលព្រោះមែកថ្លៃមែកចង់ថ្លៃជាងស្វាយទៀតថ្លៃជាងផ្លែមិនថ្លៃជាងស្វាយ
មកលពូមានប្រសាសន៍អញ្ចឹងមានន័យថាឥឡូវហ្នឹងយើងកំពុងតែមានពូជច្រើនហើយដូច្នេះនៅពេលដែលយើងបានបង្ហាញជូនទស្សនវិជ្ជាបែបនេះយើងឃើញមានស្វាយហ្នឹងបានផលច្រើនបែបនេះអញ្ចឹងបើសិនជាលោកនេះគាត់ចង់បានពូជធាលពូមានគោលការណ៍ក្នុងការបែងចែកមែកហ្នឹងខ្លះទេចាមែកហ្នឹងគាត់អត់ធ្វើកើតទេគឺពូជតែម្ដងពូជដែលផលិតហើយមែកឥឡូវខ្ញុំឲ្យគាត់ក៏មិនដឹងគាត់យកធ្វើម៉េចគាត់ចេះយកទៅងាប់ចឹងក្នុងន័យនេះគឺយើងមានកូនសម្រាប់ជូនគាត់មួយចំនួនតូចទេឆ្នាំនេះមិនបានច្រើនពេកទេប្រហែលជាខែ7អីខែ7យើងអាចពូជច្រើនអាចបានពូជរកជាវនៅទីនេះបានចឹងលោកពូជាមួយក្រុមហ៊ុនម៉ុងធីគ្រប់បានចាអញ្ចឹងលោកអ្នកត្រូវការពូជធាលោកអ្នកអាចជំនួសជាមួយនឹងក្រុមហ៊ុនម៉ុងរេធីគ្រប់បានលោកពូមានគោលការណ៍ក្នុងការបែងចែកមែកហ្នឹងខ្លះទេចាមែកហ្នឹងគាត់អត់ធ្វើកើតទេគឺពូជតែម្ដងពូជដែលផលិតហើយមែកឥឡូវខ្ញុំឲ្យគាត់ក៏មិនដឹងគាត់យកធ្វើម៉េចគាត់ចេះយកទៅងាប់ចឹងក្នុងន័យនេះគឺយើងមានកូនសម្រាប់ជូនគាត់មួយចំនួនតូចទេឆ្នាំនេះមិនបានច្រើនពេកទេប្រហែលជាខែ7អីខែ7យើងអាចពូជច្រើនអាចបានពូជរកជាវនៅទីនេះបានចឹងលោកពូជាមួយក្រុមហ៊ុនម៉ុងធីគ្រប់បានចាអញ្ចឹងលោកអ្នកត្រូវការពូជធាលោកអ្នកអាចជំនួសជាមួយនឹងក្រុមហ៊ុនម៉ុងរេធីគ្រប់បានដោយយោងទៅលើការបញ្ជាក់ស្តីពីការបណ្ដុះកូនស្វាយសម្រាប់ធ្វើការតមែកដាំបន្តដែលបញ្ជាក់ជូនដោយឯកឧត្តមអុកញ៉ាបណ្ឌិតម៉ុងរេធីពីខាងដើមដូច្នេះនាពេលនេះសូមលោកអ្នកងាកមកទស្សនាស្តីពីទស្សនវិជ្ជានៃកូនស្វាយដែលបានធ្វើការបណ្ដុះមានចំនួនដ៏ច្រើនក្រោមការចង្អុលបង្ហាញពីឯកឧត្តមអុកញ៉ាបណ្ឌិតម៉ុងរេធីនិងលោកជំទាវម៉ែនស៊ុនម៉ុងរេធីហើយបន្ទាប់មកកម្មវិធីយើងនឹងបង្ហាញពីគំនិតក៏ដូចជាការងារមួយចំនួនដែលតាក់ទងទៅនឹងដំណាំស្វាយអៃវិននេះនៅចំការស្វាយដែលកំពុងឲ្យផលបន្តទៀតនាងបានតាមដានទស្សនាជាបន្តហើយកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឥឡូវហ្នឹងយើងបានមកដល់ថ្នាលបណ្ដោះកូនស្វាយហើយនៅកន្លែងនេះពេលដែលនេះខ្ញុំបានមកដល់ឃើញថាមានសម្ដាប់ធ្នាប់ដល់ហើយល្អមែនតើអញ្ចឹងខ្ញុំចង់ឲ្យលោកពូជំរាបជូនពីបច្ចេកទេសក្នុងការរៀបចំថ្នាលកូនស្វាយនេះចា៎កូនស្វាយនេះគឺយើងរៀបចំធ្វើជាតម្រសម្រាប់យកទៅបំបៅបន្តពូជស្វាយអីក៏បានដែរមិនមែនរើសថាតលតែអីវិនតស្វាយមងកៅស្អីក្បាលរំៃទេស្វាយក៏បានដែរប៉ុន្តែនេះជាថ្នាលបដោះពូជគ្រាប់ធ្វើជាតម្រសម្រាប់បន្តពូជតទៀតហើយកូនស្វាយដែលយើងបានរៀបចំហើយនេះសម្រាប់ត្រៀមដើមឆ្នាំ2014នេះគឺប្រហែលជា150,000ដើមស្វាយហើយក្នុង1ហិកតាស្វាយយើងដឹងហើយគឺ400ដើម5ម៉ែត្រការ៉េក្នុងមួយដើមអញ្ចឹងការរៀបចំត្រៀមទាំងដីទាំងថ្នាលពូជនេះគឺយើងចាប់ពីខែ5ហ្នឹងទៅគឺយើងអាចយកពូជស្វាយនេះទៅដាំនៅទីវាលបានហើយការបន្តពូជនោះគឺយើងនឹងធ្វើវានៅរដូវរំហើយគឺចាប់ពីខែ12ទៅគឺយើងអាចបន្តពូជវាបានហើយការរៀបចំរបៀបនេះទើបអាចធ្វើការដាំដុះទៅលូតលាស់បានល្អកូនយើងដើម្បីឲ្យឆ្លាតវៃយើងត្រូវថែទាំវាពីកូនថ្ងៃទៅចាប់ពីកូនថ្ងៃទៅយើងឲ្យទឹកដោះគ្រប់គ្រាន់អីថែទាំវាល្អដូចជាកូនស្វាយអញ្ចឹងយើងថែទាំវាកុំឲ្យមានស្មៅមានអីសម្អាតវាស្អាតធ្វើម៉េចឲ្យបំពន់សុខភាពវាល្អហើយឲ្យខ្យល់រត់បានល្អឃើញយើងធ្វើម៉េចឲ្យខ្យល់រត់បានល្អបានស្វាយហ្នឹងវា
ទទួលបានផលល្អហើយយើងយកទៅបំបៅទៅក៏វាជាប់ល្អដែរបាទ លោកពូជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋយើងជាពិសេសបងប្អូនប្រជាកសិករនៅពេលដែលគាត់ឃើញអញ្ចឹងគាត់ប្រកាសជាមានការចាប់អារម្មណ៍ហើយព្រោះអីធម្មតាការធ្វើអ្វីក៏ដោយទាមទារទាំងបច្ចេកទេសទាំងចំណេះដឹងទាំងគំនិតហើយបូកផ្សំនឹងថវិកាទៀតទៅអាចធ្វើទៅបានអញ្ចឹងចំពោះការងារធ្វើបែបនេះនៅពេលដែលយើងធ្វើអញ្ចឹងទៅទិន្នផលវាឲ្យមកយើងហ្នឹងគឺថាគាត់ចិត្តបានប្រមាណភាគរយបើយើងប្រៀបទៅលើការធ្វើប្រហែស ការធ្វើប្រហែសខ្ញុំឃើញអ្នកខ្លះដាំស្វាយ10ហិកតាស្ទើរតែអត់បានផលទាំងស្រុងតែម្ដងដោយសារតែខ្វះការគិតគូរតាពីតូចរហូតដល់ធំអញ្ចឹងទៅហើយថ្នាលនេះខ្ញុំសូមរំលឹកផងដែរគឺថាខ្ញុំឲ្យមនុស្សថែទាំស្រោចទឹកតែម្នាក់ទេ 150000 ដើមគឺតែម្នាក់ទេដែលអ្នកស្រោចទឹកមួយថ្ងៃស្រោចទឹក3ដងហើយនឹងការថែទាំទៀតប៉ុន្តែបើយើងត្រូវការកម្លាំងបោចស្មៅយើងដាក់មកមួយក្រឹបឲ្យដើរចេញព្រោះយើងមិនចង់ឲ្យមនុស្សចេញចូលច្រើនទេវាបញ្ហាច្រើនណាស់សម្រាប់ដើមឈើ